ជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះកឹមសានយូហាប់ថ្ងៃហ្នឹងខ្ញុំមកថតវីដេអូអំពី ternary operator អញ្ចឹងជាដំបូងខ្ញុំសូមធ្វើការបើក Visual Studio ហើយខ្ញុំសូមធ្វើការ set code ទៅហើយបានខ្ញុំចាប់ផ្ដើមបញ្យល់ពីដំណើរការរបស់ code ហ្នឹងបន្ទាប់ពីបាន set code ហើយខ្ញុំនឹងបញ្យល់ code ទី1នេះយើងតាំងវាជាទិន្នន័យយើងតាំង array data ដែលទិន្នន័យរបស់យើងតាំងដោយ object ហើយយើងដាក់ទិន្នន័យវាដែល object ហ្នឹងវាផ្ទុកអីក៏បានអញ្ចឹងយើងឥឡូវនេះខ្ញុំសុំការដាក់វាស្មើ100ដែលជាលេខគត់ បន្ទាប់មក integer សញ្ញាសួរ score ស្មើនឹង integer សញ្ញាសួរហ្នឹងថាយើងផ្ទុកទិន្នន័យដែលវាគ្មានទិន្នន័យផ្ទុកក៏បានដែរឥឡូវនេះ bool ដែលយើងតា array is log s ស្មើ true មានថាវាពិតជា
សិស្សហ្នឹងពិតជាបាន login ពិតមែនបន្ទាប់មកចុចដល់កន្លែង string ខ្ញុំតាំង string result នេះស្មើ login true មានថាបើសិស្សពិតជាបានពិតជា login ហើយមានអញ្ចឹងយើងវានឹងរត់ចូល cloud data ជួរ data នេះប៉ុន្តែបើសិស្សមិនទាន់បាន login ទេវានឹង load មកចូលជួរ line នេះដែលបញ្ជាក់ថាយើងត្រូវការ login ប៉ុន្តែឧទាហរណ៍បើសិនបើយើង login រួចហើយវានឹងចូលកន្លែង data នេះហើយវានឹងពិនិត្យមើល score ដែល score នេះយើងដាក់វាស្មើ60បន្ទាប់ពី score ស្មើ60ហើយវានឹងយកទៅប្រៀបធៀបជាមួយនឹង50ដើម្បីបញ្ជាក់ថាបទរបស់យើងនឹងជាប់ឬក៏ធ្លាក់កន្លែងនេះ score យើងដាក់សញ្ញាសួរ2ដងមានន័យថាវាអត់មានតន័យតែវាចាប់យកអា60ខាងឆ្វេងនេះអូតូបន្ទាប់មក60យកទៅប្រៀបធៀបជាមួយនឹងធំជាងឬស្មើ50បន្ទាប់មកហើយតន័យ pass ឬក៏ fail នេះវានឹងរត់ចូល cloud result នេះអញ្ចឹងខ្ញុំសូមធ្វើការ run code ហ្នឹងកន្លែងនេះវាប្រសិទ្ធភាពរបស់យើង60អញ្ចឹងវាចេញ pass ពិតមែនអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណលោកគ្រូ